ក្រវាញកណ្ដាលដែលធ្លាប់ជាកន្លែងរសើបរបស់ជនជាតិដើមភាគតិចជើងក្នុងការការពារលើគម្រោងវិនិយោគទំនប់វារីអគ្គិសនីតែអាចបំផ្លាញធនធានធម្មជាតិដែលលើសពីផ្ទះរបស់ពួកគេអរ៉ែងក្រៅពីស្គាល់ថាជាឋានសួគ៌នៃធនធានធម្មជាតិវាក៏ជាជង្រុកនៃវប្បធម៌ដ៏សម្បូរបែបរបស់បងប្អូនជនជាតិដើមភាគតិចជើងផងដែរការអភិវឌ្ឍត្រូវបានគាំទ្រយ៉ាងពេញទំហឹងដោយសហគមន៍មូលដ្ឋានតែការអភិវឌ្ឍដែលមិនបញ្ចូលសហគមន៍នៅក្នុងរបៀបវារៈវានឹងទៅបំផ្លាញទីនោះជាមិនខានសង្ឃឹមថាវីដេអូនេះនឹងទាញចិត្តទស្សនិកជនឲ្យទៅទស្សនាក្នុងតំបន់អរ៉ែងនៅដើមវស្សាខាងមុខនេះសូមអរគុណសម្រាប់ការទស្សនា